ក្មេងប្រុសម្នាក់ឈ្មោះ Steve តែងតែសុបិនថាចង់ខ្លាចអ្នកជីក្រែប៉ុន្តែពេលណាដែលគាត់ព្យាយាមជួយមនុស្សចាស់ម្នាក់តែងតែបណ្ដេញគាត់ចេញទៅបន្ទាប់ពីជាយូរឆ្នាំ Steve ខ្លាចជាម្នាក់ធំម្នាក់ដែលមានអារម្មណ៍សោកស្ដាយហើយលោកដៃកាប់ទ្វារមួយថ្ងៃម្ហូបថ្ងៃត្រង់របស់ Steve ធ្វើឲ្យគាត់នឹកឃើញពីសេចក្តីស្រឡាញ់របស់គាត់ចំពោះការជីក្រែគាត់ត្រឡប់ទៅក្រុងកុមារភាពវិញហើយប្រឈមមុខជាមួយមនុស្សចាស់នោះដោយជៀសវាងការវាយប្រហាររបស់គាត់ដើម្បីចូលទៅក្នុងរាជជោគជ័យ Steve ជីក្រែដោយរីករាយរយៈពេលជាច្រើនម៉ោងហើយចុងក្រោយបានរកឃើញវត្ថុអាថ៌កំបាំងពីរដែលភ្លឺចាំងពេលគាត់យកវាទាំងពីរមកបញ្ចូលគ្នាវាបើកច្រកមួយទៅវិញទៅមកផ្សេងមួយដែលមានឈ្មោះថា The Overworld Steve បានស្រឡាញ់ The Overworld ភ្លាមដែលនៅទីនោះយកមកដល់រៀងរាល់20នាទីអ្វីទាំងអស់មានរាងជាធំហើយអាចយកមកប្រើសម្រាប់បង្កើតអ្វីដែលគាត់គិតបានរួមទាំងផ្ទះមួយដែលធ្វើពីសម្លេងផងដែរពេលថ្ងៃពិភពលោកមើលទៅស្រស់ស្អាតប៉ុន្តែពេលយប់ Steve ត្រូវស្នាក់នៅក្នុងផ្ទះដើម្បីជៀសវាងពីមនុស្សស្លាប់ដាតព្រឹកមួយគាត់បានជួបឆ្កែព្រៃហង្សកម្មមួយដោយផ្ដោតឆ្អឹងឲ្យវីនូម៉ាឆ្កែព្រៃនោះក្លាយជាមិត្តភាពហើយ Steve បានយកវាជាសត្វចិញ្ចឹមដោយដាក់ឈ្មោះថា Denny ឆ្នាំកន្លងផុតទៅ Steve និង Denny បានធ្វើដំណើរឆ្លងកាត់ដីធ្លីនិងសាងសង់អគារអស្ចារ្យគ្រប់ប្រភេទចុងក្រោយពួកគេបានជួបសំណល់ប្លែកមួយនិងប្រអប់មួយដែលខ្វះភ្លុកមួយ Steve បានប្រើភ្លុកនោះដើម្បីជួសជុលសំណល់បុរាណហើយបង្កើតច្រកថ្មីមួយ Denny និង Steve បានឆ្លងកាត់ច្រកនោះភ្លាមហើយឃើញខ្លួនឯងនៅក្នុង The Nether នៅទីនេះគ្មានភាពរីករាយឬភាពច្នៃប្រឌិតទេមានតែពូព្រៃជ្រូកកំពុងស្វែងរកមាសដោយគ្មានគោលបំណងមេដឹកនាំរបស់ពួកគេគឺ Malya Saha ជាអ្នកវេកមិនអាក្រក់ម្នាក់ដែលកំពុងស្វែងរកគ្រាប់ព្រិលអំណាចវត្ថុអាថ៌កំបាំងភ្លឺរបស់ Steve គឺគ្រាប់ព្រិលនោះដូច្នេះនាងបានលួចវាពីគាត់ហើយចាប់ផ្ដើមរៀបចំផែនការដើម្បីគ្រប់គ្រង The Overworld Steve និង Denny ត្រូវបានចាក់ឃុំក្នុងបន្ទប់ឃុំមួយប៉ុន្តែ Denny បានយកសពពីយាមម្នាក់ដើម្បីគេចខ្លួនចេញបន្ទាប់មកពួកគេយកគ្រាប់ព្រិលមកវិញហើយ Steve ឲ្យ Denny យកវាទៅផ្ទះរបស់គាត់នៅក្នុងពិភពពិតខណៈពេលដែលពូព្រៃជ្រូកខ្លះចាប់ Steve វិញពូផ្សេងទៀតព្យាយាមដេញតាម Dennyឧជាយ៉ាងណាពូព្រៃជ្រូកទាំងនេះមិនអាចស្ថិតនៅក្នុង The Overworld បានទេព្រោះវាប្រែក្លាយពួកគេជាអ្នកស្លាប់ដើរលេងហើយពួកគេត្រូវបង្ខំឲ្យថយក្រោយមុនពេលលោតចូលតាមច្រក Denny បានបាក់ខ្សែស្បែកកក់សរបស់គាត់ដោយចៃដន្យនៅក្នុងពិភពពិតគាត់លាក់គ្រាប់ព្រិលនៅក្រោមគ្រែរបស់ Steve គ្រាប់ព្រិលបែកពេលធ្លាក់ដែលធ្វើឲ្យច្រកបិទឥឡូវនេះ Denny ត្រូវជាប់នៅទីនេះច្រើនឆ្នាំក្រោយមក Garrett បើកហាងលក់របស់ចាស់នៅក្រុងតូចមួយក្នុងរដ្ឋ Idaho គាត់ធ្លាប់ជាជាង iGame Academy ឆ្នាំ80ហើយនៅតែនឹកនាអតីតកាលជានិច្ចឥឡូវហាងគាត់ធ្លាក់ចុះហើយចុងក្រោយក៏ត្រូវគេដេញចេញតែម្ដងដោយសារត្រូវការលុយខ្លាំង Garrett ទៅដល់ការលក់ឃ្លាំងស្តុបដើម្បីសង្ឃឹមរកឃ្លាំងដែលមានអ្វីមានតម្លៃអាចលក់បន្តបានគាត់បានដឹងថាមានឃ្លាំងមួយមាន Etheric Cosmos ដែលកម្រដូច្នេះគាត់បានទិញវាក្នុងតម្លៃ$900ដោយសែកមួយដែលមិនអាចដកលុយបានឥឡូវនេះទេប៉ុន្តែពេលគាត់បើកប្រអប់ Etheric នោះចុងក្រោយគាត់បានរកឃើញថាវាទេគាត់កំពុងខឹងខ្លាំងហើយចាប់ផ្ដើមបំផ្លាញឃ្លាំងស្តុបដោយមិនដឹងថាបំណែកគ្រាប់ព្រិលធ្លាក់ចេញពីប្រអប់នោះដើម្បីធ្វើឲ្យស្ថានភាពអាក្រក់ជាងមុនរថយន្តរបស់គាត់ក៏ខូចកណ្ដាលផ្លូវនៅពេលគាត់ព្យាយាមត្រឡប់ទៅផ្ទះក្នុងអំឡុងពេលនោះបងប្អូន Natalie និង Henry កំពុងផ្លាស់ទៅរស់នៅទីក្រុងដូចគ្នាព្រោះវាជាការចង់បានចុងក្រោយរបស់ម្ដាយពួកគេពេលពួកគេបើករថយន្តទៅតាមផ្លូវពួកគេបានឃើញ Garrett ខឹងខ្លាំងលើរថយន្តរបស់គាត់ពេលពួកគេដល់ទីក្រុងអ្នកជួលផ្ទះ Down បានផ្ដល់សពផ្ទះនិងអំណោយមួយពីរោងចក្រធ្វើម្សៅដំឡូងដែល Natalie នឹងធ្វើការយ៉ាងដឹកសាប់នៅក្នុងរថយន្តរបស់នាងព្រោះក្តីស្រមៃរបស់នាងគឺបើកសួនសត្វសម្រាប់ឲ្យមនុស្សប៉ះពាល់ថ្ងៃបន្ទាប់ Natalie ធ្វើភាសាដែលជារូបមន្តពិសេសរបស់ម្ដាយឲ្យ Henry យកទៅសាលាដើម្បីសង្ឃឹមថាវានឹងជួយឲ្យគាត់រកមិត្តថ្មីបាននៅលើផ្លូវទៅសាលា Henry បានឃើញហាងសម្ភារៈបុរាណរបស់ Garrett ហើយបានចូលទៅមើលរបស់គ្រប់យ៉ាងដ៏គួរឲ្យចាប់អារម្មណ៍ Garrett ប្រើឱកាសនេះដើម្បីផ្សព្វផ្សាយកម្មវិធីជាមកុទេសរបស់គាត់ដូច្នេះពេល Henry សួរព័ត៌មានជីវិត Garrett ទាមទារឲ្យបង់ប្រាក់ហើយចុងក្រោយគាត់យកភាសាជំនួសសាច់ប្រាក់ Garrett និយាយពាក្យជំរុញចិត្តជាច្រើនដែលមិនសូវមានអត្ថន័យប៉ុន្មានទេប៉ុន្តែយ៉ាងហោចណាស់គាត់ក៏រំលឹកឲ្យ Henry ដឹងថាការធ្វើការជាក្រុមមានសារៈសំខាន់នៅសាលាម៉ោងរៀនដំបូងរបស់ Henry គឺមុខវិជ្ជាគំនូរហើយគ្រូបង្រៀនឲ្យកុមារគូផ្លែចេកនិងផ្លែក្រូចជំនួសឲ្យគូផ្លែឈើដោយធម្មតា Henry បានគូផ្លែចេកដែលមានជើងហោះហើររូបបានស្ដីបន្ទោសគាត់ពីការមិនធ្វើតាមការងារដែលបានផ្ដល់ឲ្យមិត្តរួមថ្នាក់ក៏ចំអកគំនិតរបស់គាត់ផងដែរដើម្បីបង្ហាញថាពួកគេខុស Henry ទៅមន្ទីរពិសោធន៍សាលាហើយសាងសង់ជើងហោះហើរមកពាក់ឲ្យឆ្អឹងមួយបន្ទាប់មកគាត់បានសាកល្បងជាមួយមុខមនុស្សជាច្រើនជើងហោះហើរនោះចាប់ផ្ដើមបានល្អប៉ុន្តែបរាជ័យកណ្ដាលអាកាសហើយធ្លាក់ចូលរោងចក្រធ្វើម្សៅដំឡូងក្រហមដែល Natalie ធ្វើការរូបសំណាកដំឡូងធំលើដំបូលត្រូវបានបុកហើយធ្លាក់ចូលទន្លេអនុប្រធានសាលាបាននិយាយថាវាអាចនាំឲ្យត្រូវបោះចេញពីសាលាហើយទាមទារឲ្យជួបអាណាព្យាបាលរបស់ Henry ជំនួសឲ្យហៅ Natalie Henry បានហៅ Garrett ហើយសន្យាថានឹងបង់ប្រាក់$125ប្រសិនបើគាត់ធ្វើជាអង្គង់ជាអង្គគាត់ Garrett មកយក Henry ហើយអនុប្រធានសាលាមានអារម្មណ៍រំភើបចង់ស្រឡាញ់ជាមួយតារាខ្លាំងៗម្នាក់ដូច្នេះនាងអនុញ្ញាតឲ្យក្មេងប្រុសចេញទៅនៅក្នុងហាង Henry មានអារម្មណ៍ធុញទ្រាន់ចំពោះគំនិតទាំងអស់របស់គាត់ដែលបរាជ័យហើយបោះសៀវភៅកំណត់ចំណាំចោលបន្ទាប់មកគាត់បានសង្កេតឃើញវត្ថុអាថ៌កំបាំងទាំងនោះហើយចាប់ផ្ដើមសួរថាវាធ្វើអ្វី Garrett អានក្រដាសដែលភ្ជាប់មកជាមួយវាដែលសរសេរថាមិនគួរបញ្ចូលវាទាំងអស់ជាមួយគ្នាឡើយទោះមានការព្រមាន Henry នៅតែបញ្ចូលវាចូលគ្នាហើយបាល់ក៏ភ្លឺឡើងខណៈ Garrett អានថាវាគ្រោះថ្នាក់ក្នុងការរកដំណក់សម្បត្តិបាល់នោះបន្តិចក្រោយមក Natalie ភ័យខ្លាចព្រោះរក Henry មិនឃើញហើយគាត់មិនលើកទូរស័ព្ទ Down ប្រាប់ថា Henry នៅពីក្រោយរឿងរោងចក្ររួចបង្រៀននាងតាមដានទូរស័ព្ទរហូតឃើញថាគាត់នៅអណ្ដូងដីក្នុងតំបន់ក្នុងពេលដូចគ្នា Garrett និង Henry ចូលទៅក្នុងអណ្ដូងដោយមិនដឹងថា Dennis កំពុងមើលពួកគេពីចម្ងាយ
ពួកគេរកឃើញច្រកភ្លឺមួយមុនពេល Natalie និង Dawn ទៅដល់ពួកគេបាននោះបន្ទាប់មកភ្ជាប់ទៅកាន់ច្រកនោះជាមួយកាំរស្មីអគ្គិសនីហើយចាប់ផ្ដើមអូ Henry អ្នកផ្សេងព្យាយាមអូគាត់ត្រឡប់មកវិញប៉ុន្តែថាមពលនោះខ្លាំងពេកហើយវាប្រហែលអូ Henry ឲ្យឆ្លងកាត់ច្រកនោះមិនយូរប៉ុន្មានក្រុមដែលនៅសល់ក៏ត្រូវបានអូចូលទៅ The Overrun ផងដែរហើយពួកគេភ្ញាក់ផ្អើលដោយទេសភាពស្រស់ស្អាត Laura សង្កេតឃើញជាមពណ៌ផ្កាឈូកមួយហើយព្យាយាមនិយាយជាមួយវាដូច្នេះអ្នកផ្សេងក៏ដើរតាមគាត់ផងដែរនៅក្នុង The Nether Mooncellar របស់ Malgesaha រកឃើញការត្រឡប់មកវិញនៃបាល់នោះហើយនាងទៅជួប Steve ដែលបានចំណាយពេលឆ្នាំជាច្រើននៅក្នុងក្រឡានាងចង់ឲ្យគាត់នាំយកបាល់នោះមកឲ្យនាងដូច្នេះពួក Piglins បានដោះខ្សែចង្កត់ហើយ Steve ប្រើឱកាសនោះលួចដាវពីពួកគេមុនពេលគាត់អាចវាយប្រហារ Malgesaha បានយកខ្សែក្រវ៉ាត់របស់ Dennis ចេញហើយធ្វើជាថាឆ្កែបៃតងគឺជាអ្នកទោសរបស់នាងបើសិន Steve មិននាំយកបាល់នោះមកទេនាងនឹងសម្លាប់ Dennis ត្រឡប់មកកាន់ Garrett វាខិតខំសន្ទនាជាមួយជាមប៉ុន្តែមិនបានលទ្ធផលភ្លាមយកធ្លាក់ចុះហើយក្រុមឆ្អឹងជាច្រើនជិះហណ្ដើកវាយប្រហារដោយព្រួញភ្លើងក្រុមភ្លាមរត់គេចហើយ Garrett ត្រូវបានបំបីចេញពីអ្នកដទៃពេលគាត់ធ្លាក់ចូលរន្ធមួយឆ្អឹងបន្តដេញតាមមនុស្សផ្សេងហើយព្យាយាមបាញ់ព្រួយបន្ថែមប៉ុន្តែនៅពេលនោះអណ្ដើកមួយលោតឡើងហើយព្រួយប៉ះវាជំនួសពេលភ្លើងរីករាលដាលតាមព្រៃ Henry បានបុកឈើមួយដោយចៃដន្យបណ្ដាលឲ្យផ្នែកខ្លះនៃតំបន់ដាំឈើខ្លាចជាភ្លុកតូចមួយបន្ទាប់ពីពិនិត្យភ្លុកតូចនោះ Henry វាយដាំឈើបន្ថែមដើម្បីយកភ្លុកច្រើនទៀតហើយដឹងថាគាត់អាចប្រើវាជាវត្ថុសម្រាប់សាងសង់គាត់ភ្លាមប្រមូលភ្លុកបន្ថែមហើយចាប់ផ្ដើមដាក់បញ្ចូលគ្នាឡើងដើម្បីសាងសង់អគារមួយសម្រាប់លាក់ខ្លួនដោយមិនដឹងថាគាត់បានទុកបាល់នោះនៅខាងក្រៅចំណែកឯក្នុងរន្ធ Garrett បានរកឃើញស្នាមស្លាបព្រាបចោលមួយហើយកំពុងជីកយ៉ាងអស់កម្លាំងខណៈឆ្អឹងបាញ់ព្រួញចុះពីលើគាត់ឃើញតំបន់ទំនេរមួយនៅចុងអង្ការហើយរត់ទៅមុខរហូតដល់ឃើញរន្ធទី2មួយដែលនាំគាត់ត្រឡប់ទៅលើផ្ទៃដីវិញភ្លាមគាត់ភ្ញាក់ផ្អើលដោយមាន Creeper មកជិតហើយ Garrett វាដើម្បីការពារខ្លួន Creeper នោះភ្លឺរយៈពេលប៉ុន្មានវិនាទីមុនផ្ទុះបណ្ដាលឲ្យ Garrett ត្រូវបាញ់ហោះឆ្លងកន្លែងស្មៅបន្ទាប់មក Garrett ចាប់ផ្ដើមរត់ខណៈឆ្អឹងនិងស៊ុំប៊ីទាំងអស់ដេញតាមគាត់ប៉ុន្តែគាត់ឈប់យកបាល់នោះមុនអកុសលព្រួយមួយបាញ់ប៉ះបាល់នោះហើយបំបែកផ្នែកមួយបណ្ដាលឲ្យច្រកទ្វារនោះបាត់ទៅ Garrett យកផ្នែកដែលនៅសល់ហើយរត់ទៅអគាររបស់ Henry ប៉ុន្តែគ្មានទ្វារខណៈដែលគាត់កំពុងប្រយុទ្ធនឹងស៊ុំប៊ីមួយមនុស្សអាក្រក់មួយទៀតក៏បង្ហាញខ្លួនលើដំបូលហើយក្រុមគាត់ត្រូវរុញវាចេញមិនយូរប៉ុន្មានស៊ុំប៊ីក៏វាជុំវិញ Garrett ដូច្នេះ Henry បាក់រនមួយហើយនាំ Garrett ចូលខាងក្នុងមុនពេលបិទវាអកុសលមាន Creeper មួយចូលចិត្តអគារពេកហើយវាបំផ្ទុះបណ្ដាលឲ្យជញ្ជាំងផ្នែកមួយរងចុះក្រុមគាត់រត់ឡើងដំបូលហើយឈរនៅមុំមួយខណៈដែលក្រុមស៊ុំប៊ីកាន់តែខិតជិតមកស្រាប់តែស៊ុំប៊ីមួយត្រូវចាក់ដោយកាំបិត Axe ហើយត្រូវ Steve បោះចេញពីអគារ Steve មកដើម្បីជួយសង្គ្រោះថ្ងៃនេះដោយប្រើកាំបិត Axe និងចលនាប្រយុទ្ធរហ័សរបស់គាត់ប្រយុទ្ធនឹងក្រុមស៊ុំប៊ីហើយសម្លាប់ពួកវាភាគច្រើនបានយ៉ាងងាយស្រួលក្នុងរយៈពេលប្រមាណនាទីប៉ុណ្ណោះសត្រូវដែលនៅសល់ត្រូវបានដុតខូចពេលព្រះអាទិត្យចេញបន្ទាប់មក Steve បញ្យល់ថាពួកគេមិនអាចត្រឡប់ទៅផ្ទះបានទេលុះត្រាតែមានគ្រាប់អប់ទាំងពីរផ្នែកវិធីតែមួយដើម្បីរកថ្មីគឺត្រូវទៅ Woodland Mansion ដែលជាដំណើរដ៏គ្រោះថ្នាក់ខ្លាំង Steve ស្នើជួយពួកគេឲ្យត្រឡប់ទៅផ្ទះប្រសិនបើពួកគេបានខ្លាយជាមួយគ្រាប់អប់ហើយក្រុមក៏យកព្រមយកកិច្ចព្រមព្រៀងនេះនៅក្នុង Nether Malgesaha សង្ស័យថា Steve បានក្បត់នាងដូច្នេះនាងបានបញ្ជាឲ្យឧត្តមសេនីយ៍ Chungus ទៅបន្តពីវីរបុរសទាំងនោះនាងក៏ផ្ដល់ឱសថពិសេសមួយឲ្យគាត់ផងដែរដែលអាចឲ្យគាត់ដើរក្រោមពន្លឺថ្ងៃបានដោយសុវត្ថិភាពត្រឡប់មក Overrun វិញ Steve នាំក្រុមទៅភូមិ Midport ដើម្បីឲ្យពួកគេអាចរកឧបករណ៍ប្រើប្រាស់គាត់បង្ហាញថាគាត់បានសាងសង់កន្លែងនេះភាគច្រើនដោយខ្លួនឯងហើយណែនាំពួកគេឲ្យស្គាល់យដែកដែលការពារទីកន្លែងទាំងមូល Steve ក៏បង្ហាញពួកគេពីវិធីចម្អិនមាន់ជាមួយឡាវាហើយ Garrett ក៏បង្ហាញសមត្ថភាពដោយខំសាច់មាន់ក្តៅខ្លាំងមួយដុំ Natalie ប្រាប់ Steve ថាពួកគេគួរតែប្រញាប់ឡើងប៉ុន្តែ Steve គិតថាពួកគេត្រូវតែឲ្យពេលវេលាឲ្យ Henry ស្វែងរកភាពច្នៃប្រឌិតរបស់គាត់ Natalie ដែលកំពុងខកចិត្តបានតវ៉ាថាវានៅមិនមានប្រយោជន៍នៅក្នុងជីវិតពិតទេហើយវាគ្រាន់តែធ្វើឲ្យ Henry ក្លាយជាមនុស្សចាញ់នៅសាលាប៉ុណ្ណោះ Henry បាននិយាយនេះហើយក៏មានអារម្មណ៍សោកស្ដាយដូច្នេះគាត់បានរត់ទៅលាក់ខ្លួននៅហាងជិតបំផុត Steve បង្ហាញរបស់ប្លែកដែលពួកគេអាចទិញបានដូចជាអាវុធនិងអាវក្រោះ Garrett ឃើញពេជ្រដែលអាចបញ្ជូនពួកគេទៅគ្រប់កន្លែងរួចប្រើវាដោយចៃដន្យរហូតដល់មកទ្វារបន្ទាប់មក Steve សួរពួកគេពីវិធីប្រើតារាងបង្កើតរបស់ពួកគេត្រូវដាក់សម្ភារៈជារូបរាងជាក់លាក់ដើម្បីបង្កើតអ្វីដែលពួកគេចង់បាន Garrett បង្កើតឧបករណ៍ Nunchucks ដែលមានទម្ងន់ធ្ងន់ជាងមុនខណៈដែល Henry បង្កើតឧបករណ៍បាញ់ Thud Launcher Garrett សួរ Steve ពីទ្រព្យសម្បត្តិក្នុងកំណត់សម្គាល់ Steve ថាមានអណ្ដូងច្រើននៅទីនេះតែការទៅទីនោះត្រូវឆ្លងកាត់ផ្លូវវាងដ៏គ្រោះថ្នាក់Garrett ប្រាប់ឲ្យនាំគាត់ទៅបើមិនដូច្នោះទេនឹងមិនបានគ្រាប់ព្រិលឡើយពេលនោះ Chungus និងទាហានជីសត្វ Jazz មកដល់ពួកគេចាប់ផ្ដើមបំផ្លាញគ្រប់យ៉ាងនិងបាញ់អ្នកភូមិឲ្យខ្លាចជាមាន់ Steve រៀបចំខ្លួនដើម្បីប្រយុទ្ធនឹង Chungus ប៉ុន្តែ Garrett ចង់ធ្វើជាវីរបុរសដូច្នេះគាត់បង្ហាញអាវុធរបស់ខ្លួនប៉ុន្តែចុងក្រោយវិញបានវាយឲ្យ Steve សន្លប់វិញបន្ទាប់មក Chungus ចាប់ផ្ដើមវាយ Garrett ខណៈដែល Henry ប្រើ Thud Launcher របស់គាត់បាញ់ Piglins ឲ្យធ្លាក់ចុះ Elle និង Natalie លាក់ខ្លួនខាងក្រោយទៅហើយលាបទៅឲ្យដួលដើម្បីបោក Piglins មួយចំនួនផងដែរពួកគេយកឧបករណ៍កសិកម្មមកចូលរួមប្រយុទ្ធបង្ហាញជំនាញល្អឥតខ្ចោះក្នុងការប្រឆាំងសត្រូវ Garrett នៅតែត្រូវ Chungus វាយ៉ាងងាយស្រួលហើយ Chungus ស្ទើរតែចាប់បានគាត់ប៉ុន្តែ Aaron Golem បានបង្ហាញខ្លួនមកវា Chungus តែមួយដៃឲ្យហោះទៅឆ្ងាយ Gas ចាប់ផ្ដើមបាញ់ភ្លើងហើយឥឡូវនេះភូមិចាប់ផ្ដើមឆេះ Steve O Henry និង Garrett ឲ្យរត់គេចសុវត្ថិភាពខណៈដែល Natalie ចង់ទៅជួយពួកគេប៉ុន្តែភ្លើងរារាំងផ្លូវ
down ប្រាប់ Natalie ថាពួកគេអាចជួបគ្នាវិញនៅផ្ទះធំបីអ្នកឈានដល់កម្ពស់អគារខ្ពស់មួយហើយ Steve ផ្ដល់ wingsuit ចុងក្រោយពីដល់មិត្តរបស់គាត់ប្រាប់ឲ្យពួកគេហោះទៅភ្នំឆ្លងសមុទ្រ Garrett រុញ Henry ឲ្យធ្លាក់ចុះជាច្រើនម៉ាយប៉ុន្តែវេលាចុងក្រោយគាត់អាចបើក wingsuit បានហើយចាប់ផ្ដើមហោះចេញទៅបន្តិចក្រោយ Garrett ក៏ហោះតាម Henry ហើយ Steve ក៏ចូលរួមជាមួយដោយលោតទៅលើ Garrett ដូចជាជិះសេះពួក Piglins និង Gas ចាប់ផ្ដើមបន្តពួកគេដោយបាញ់បាល់ភ្លើងដែលបំផ្លាញផ្នែកខ្លះនៃភ្នំ Piglin មួយក្បាលលោតទៅលើ Henry ហើយស្ទើរតែធ្វើឲ្យគាត់ប៉ះពាល់ប៉ុន្តែគាត់អាចគ្រប់គ្រងការហោះរបស់ខ្លួនឲ្យទៅមុខបានវិញ Steve គ្រប់គ្រង Garrett ដោយប្រាសក់របស់គាត់ហើយទីនធ្វើចលនាឆាប់មួយឲ្យ Gas មួយប៉ះពាល់រំ Piglin ជិះខ្ទឹមព្រៃមួយចំនួនបោះស្នើរបស់ពួកគេទៅលើពួកគេហើយមាន2អ្នកសម្បីតែលោតទៅលើបុរសទាំងពីរដូច្នេះ Garrett ត្រូវតែចាប់ Steve ឲ្យបានជាប់ដើម្បីកុំឲ្យគាត់ធ្លាក់ Gas នៅតែបាញ់ភ្លើងហើយបង្កើតរន្ធមួយលើថ្មដែលបិទផ្លូវដែលមាន Piglin កំពុងរងចាំជាមួយអន្ទាក់មួយព្រោះរន្ធមិនធំសោះ Garrett និង Steve ត្រូវគ្នាឲ្យជាប់ហើយអាចឆ្លងកាត់វាបានមុនពេល Piglin បោះធុងឡាវីឲ្យពួកគេ Gas ដែលវាប្រហារនោះចុងក្រោយវិញត្រូវបានស្ទាក់ក្នុងអន្ទាក់វិញ Henry ប្រើភ្លេចភ្លើងមួយដើម្បីបង្អត់ Piglin ឲ្យធ្លាក់ហើយបាញ់វាចូលមាត់ Gas ចុងក្រោយបង្កើតឲ្យវាប៉ះប្រើវាក៏ធ្វើឲ្យ Henry បាត់ការត្រួតពិនិត្យហើយគាត់មុខទៅលើមិត្តភក្តិរបស់គាត់បណ្ដាលឲ្យពួកគេចាប់ផ្ដើមធ្លាក់សំណាងល្អ Steve មានធុងទឹកមួយដែលគាត់បោះទៅលើដីបង្កើតជាស្រះទឹកឲ្យពួកគេធ្លាក់ចុះយ៉ាងសុវត្ថិភាពខណៈពេលក្មេងប្រុសទាំងអស់ធ្វើដំណើរឆ្លងកាត់ព្រៃ Steve បានប្រាប់ពួកគេអំពីរឿង Malgasha មុននេះនាងធ្លាប់ស្រមៃថាចង់ក្លាយជាអ្នករាំប៉ុន្តែ Piglin មិនស្គាល់តម្លៃទេនិងឪពុកនាងក៏អៀនខ្មាស់ចំពោះនាងផងដែររឿងនេះបានធ្វើឲ្យ Malgasha បដិសេធភាពច្នៃប្រឌិតហើយឥឡូវនាងចង់យកគ្រាប់ព្រើដើម្បីបិទពន្លឺថ្ងៃនិងបំផ្លាញ Overworld Steve សន្យាថាគាត់មិនឲ្យគ្រាប់ព្រើទៅ Malgasha ទេប៉ុន្តែគាត់ត្រូវការវាឲ្យមានអំណាចក្នុងដៃដើម្បីជួយ Dennis នៅក្នុង Nether Malgasha បានស្រែកដាក់ទៅលើ Chungus ពីព្រោះបរាជ័យហើយបានដោះសោ Great Hawk ដែលសម្លាប់ Chungus យ៉ាងងាយស្រួលត្រឹមតែចលនាមួយប៉ុណ្ណោះបន្ទាប់មក Malgasha បានបញ្ជូនវាចេញទៅយកគ្រាប់ព្រើនៅក្នុងភូមិ Down និង Natalie ព្យាយាមឡើងលើទូកចុងក្រោយប៉ុន្តែជនភូមិគ្រាន់តែជិះទូកចេញទៅ Natalie រកឈើមួយដុំដើម្បីបោះទៅលើគាត់ប៉ុន្តែបោះខាងឥឡូវពួកគេត្រូវតែស្វែងរកភ្លើផ្សេងទៀតយប់ធ្លាក់មកដល់ពួកគេឈានដល់ព្រៃហើយពួកគេបានពិភាក្សាអំពីភាពអាក្រក់នៃការមានកាត់ប្រកិច្ចមនុស្សពេញវ័យខណៈពេលកំពុងប្រយុទ្ធនឹងស្លាប់ដើរលេងដោយប្រើឧបករណ៍កសិកម្មរបស់ពួកគេស្រាប់តែមានឆ្កែព្រៃកំពុងកំហឹងមួយបង្ហាញខ្លួនពីក្រោយពួកគេដូច្នេះ Down បានបង្កើតមិត្តភាពជាមួយវាដោយផ្ដោតឆ្អឹងមួយវាធ្វើឲ្យកងក្រវ៉ាត់មានឈ្មោះរបស់វាបង្ហាញឡើងយ៉ាងអាចកំបាំងជាប់នៅគង្វាបញ្ជាក់ថានេះគឺជា Dennis Down ស្គាល់ឈ្មោះនេះពីរឿងរ៉ាវរបស់ Steve ហើយសួរ Dennis ឲ្យនាំពួកគេទៅរកគាត់ក្នុងអំឡុងពេលនោះ Steve នាំក្មេងប្រុសឆ្លងកាត់ភ្លើបំបែកតាមរូងថ្មក្រហមដែល Garrett បានដើរលើអន្ទាក់មួយដោយចៃដន្យហើយជញ្ជាំងចាប់ផ្ដើមបាញ់ទ្រាប់បាញ់ទៅលើគាត់Garrett ព្យាយាមរត់ប៉ុន្តែគ្រាប់បលុកមួយបុកគាត់ហើយបាញ់គាត់ឲ្យហោះទៅក្បាលរបស់គាត់ធ្លាក់លើដងប្លង់មួយដែលបើកទ្វារលាក់បង្ហាញឲ្យឃើញគំនរពេជ្រធំមួយGarrett ចាប់ផ្ដើមដាក់ពេជ្រចូលក្នុងហោប៉ៅរបស់គាត់ Henry ក៏ខឹងព្រោះគាត់ដឹងថា Garrett បានរៀបចំរឿងនេះជាមុននៅពេលនោះ Steve ធ្វើក្រអូបអារម្មណ៍ថាមានក្លិនអាក្រក់ខ្លាំងហើយពួកគេក៏សំលេងសត្វជ្រូកធំកំពុងបង្ហាញខ្លួននៅជិតក្រុម3នាក់រត់ទៅឡើងលើផ្ទះរូងថ្មហើយជិះឆ្លងកាត់រូងថ្មយ៉ាងលឿនប៉ុន្តែចុងក្រោយថ្មក្រហមដែលផ្គត់ផ្គង់ថាមពលទេអស់ហើយទុកឲ្យពួកគេជាប់នៅក្នុងបន្ទប់ងងឹតមួយ Steve បំភ្លឺចំគៀមួយហើយពួកគេឃើញខ្លួនឯងកំពុងត្រូវគេព័ទ្ធជុំវិញដោយ Creepers សត្វជ្រូកធំកាន់តែខិតជិតមកវិញដូច្នេះ Garrett ចាប់ផ្ដើមរុញរទេះទៅរកផ្លូវថ្មក្រហមខណៈដែល Henry V Creepers រទេះបុកទៅលើផ្លូវថ្មក្រហមទាន់ពេលដើម្បីចាក់ចេញពីរូងថ្មខណៈដែលសត្វជ្រូកធំត្រូវបានបំផ្លាញដោយ Creepers ផ្ទុកក្រុម3នាក់ដល់ព្រៃ Henry បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការខ្វះការចែករំលែករបស់ Garrett ចុងក្រោយបានបោះបង់អាកប្បកិរិយាខ្លាំងក្លាហើយទទួលសារភាពថាគាត់ភ័យព្រោះគាត់ជាមនុស្សបរាជ័យ Henry មានអាណិតចំពោះគាត់ហើយពួកគេបានសម្របសម្រួលគ្នាវិញដូច្នេះ Garrett អនុញ្ញាតឲ្យគាត់យកអារ៉ុបទៅចុងក្រោយពួកគេដល់វីឡាហើយ Steve បង្ហាញថែងទី3ជាន់ឲ្យមិត្តរបស់គាត់មើលមានសត្រូវគ្រោះថ្នាក់យ៉ាងច្រើនកំពុងការពារតំបន់នីមួយដូច្នេះពួកគេត្រូវការធ្វើផែនការ Garrett និង Steve បំបែកចិត្តក្រុម Vindicators នៅជាន់ទី1ដោយចាក់តន្ត្រីកំប្លែងឲ្យ Henry អាចលួចដើរជុំវិញបានដំបូងគាត់អាចជិះវាងយាមបានប៉ុន្មាននាក់ប៉ុន្តែពេលដល់ជាន់ជណ្ដើរ Vindicators ឃើញគាត់ហើយចាប់ផ្ដើមដេញតាមពួកគេបោះអាវុធទៅលើគាត់ហើយ Henry ជិះវាងដោយលាក់ខ្លួនក្នុងបន្ទប់មួយចំណែកឯ Garrett និង Steve ត្រូវបានចាប់ខ្លួនហើយដាក់ក្នុងរង្វង់មួយ Steve ត្រូវបានចងខ្សែហើយ Garrett ត្រូវតែប្រយុទ្ធនឹងយុទ្ធជើងខ្លាំងបំផុតរបស់ពួកគេដែលជាអ្នកស្លាប់តូចមួយជិះមាន់ពួកគេតូចប៉ុន្តែខ្លាំងណាស់ដូច្នេះពួកគេប្រើការសហការរបស់ពួកគេដើម្បីវាយ Garrett ម្ដងហើយម្ដងទៀត Garrett អាចធ្វើចលនាមួយដើម្បីវាយតបអ្នកស្លាប់វិញហើយក្មេងនោះចាប់ផ្ដើមយំប៉ុន្តែគាត់គ្រាន់តែធ្វើសំដើម្បីវាយភ្លេច Garrett ពេល Garrett ដួល Steve អាចដោះខ្សែរបស់គាត់បានហើយលោតទៅវាយក្បាលអ្នកស្លាប់របស់គាត់ចេញពីរង្វង់ត្រឡប់មកកាន់ Henry វិញគាត់ចាប់ផ្ដើមស្វែងរកក្នុងប្រអប់នៅក្នុងបន្ទប់ហើយប្រើសម្ភារៈខ្លះដើម្បីបង្កើតពង្កានពេជ្របន្ទាប់ពីស្វែងរកបានមួយសម្រាប់គាត់ក៏រកឃើញវត្ថុអាចកំបាំងជំនួសសម្រាប់បាល់នោះផងដែរនៅពេលនោះ Enderman បង្ហាញខ្លួនហើយប្រើអំណាចរបស់វាដើម្បីបបបញ្ឆោត Henry ឲ្យឃើញចក្ខុវិស័យដែលមិត្តរបស់គាត់ទាំងអស់កំពុងស្អប់បង្អើ Garrett ខ្លែងកាយដុតសៀវភៅកំណត់ហេតុរបស់គាត់ Henry ក៏ភ្ញាក់ពីសភាពនោះហើយវា Enderman ដោយពង្កានរបស់គាត់សត្វនោះបន្តបាត់ខ្លួនទៅមកជាបន្តប៉ុន្តែ Henry មិនដែលបោះបង់ទេហើយវារហូតដល់វាស្លាប់ចោលដោយទុកស្រទាប់មុតជារង្វាន់បន្ទាប់មក Henry ជីករ៉ូនមួយនៅលើជាន់ហើយលោតចុះដើម្បីឈានដល់ចិញ្ចៀន
មិត្ត3នាក់រត់ចេញពីផ្ទះធំនោះរួមគ្នាប៉ុន្តែត្រូវបាន Malgasha និងកងទ័ពរបស់នាងនៅលើ Gas ប៉ះពាល់ជុំវិញនាងប្រើមុនស្នេហ៍របស់នាងយកបាល់ចេញពីកាបូបរបស់ Henry ហើយហោះចេញទៅខណៈដែលពេល Piglins លោតឡើងលើស្ពានជាមួយសារធាតុផ្ទុក Garrett បោះ Henry ទៅលើ Gas មួយបណ្ដាលឲ្យពេល Piglins ទាំងនោះធ្លាក់ចេញបន្ទាប់មក Steve ដាក់គ្រាប់ស្លាយមួយហើយលោតលើវាដើម្បីរួមជាមួយ Henry ប៉ុន្តែមុនពេល Garrett អាចធ្វើដូច្នោះបានគាត់ត្រូវបាន Gas មួយទៀតរារាំងគាត់ប្រាប់ Steve និង Henry ឲ្យចាក់ចេញដោយគ្មានគាត់ហើយចាប់ផ្ដើមប្រយុទ្ធនឹងសត្រូវដែលឆាប់នេះបានបំផ្លាញស្ពានការផ្ទុះនោះបានបំផ្លាញ Gas ទាំងអស់ហើយក្មេងប្រុសទាំងពីរបានធ្លាក់បុកដីបន្តិចក្រោយមក Steve ភ្ញាក់ឡើងហើយរីករាយដែលឃើញ Dennis កំពុងលេបមកគាត់វាបានបង្ហាញថាគាត់និង Henry ត្រូវបាន Down និង Natalie ជួយសង្គ្រោះហើយកំពុងរក្សាឲ្យមានសុវត្ថិភាពនៅក្នុងផ្ទះស្រួយមួយ Natalie សុំទោស Henry ចំពោះអ្វីដែលនាងបាននិយាយហើយពួកគេបានសម្របសម្រួលគ្នាវិញក្នុងអំឡុងពេលនោះ Malgasha ដាក់គ្រាប់ព្រិលលើកំពូលច្រក Nether ដែលបានកាំជួយភ្លើងមួយគ្របដណ្ដប់ព្រះអាទិត្យឥឡូវនេះសត្រូវទាំងអស់ដែលលេងដោយសេរីហើយពួក Piglin អាចមកកាន់ Overworld បាននៅក្នុងភូមិក្រុមមើលឃើញភាពងឹតហើយរៀបចំខ្លួនសម្រាប់ការប្រយុទ្ធដោយបង្កើតគំនិតល្អរបស់ Henry ទាំងអស់ Natalie បង្កើតដាវពេជ្រមួយខណៈដែល Down បំផ្លាញសាច់ឆ្អឹងខ្លះជាមួយការផ្ទុះធំមួយហើយក៏បានស្និទ្ធស្នាលជាមួយឆ្កែព្រៃបន្ថែមទៀតផងដែរពេល Piglin ចាប់ផ្ដើមវាយប្រហារ Henry បើកដំណើរការរូបចម្លាក់ Golem ដែលជាច្រើនដែលកម្លាំងរបស់ពួកវាអាចដួល Piglin បានយ៉ាងងាយស្រួលមេ Golem ត្រូវបានបន្ថែមស្បែកជើងពិសេសដែលអាចឲ្យវាដើរលឿនបានហើយវាអាចបំបត្តិសត្រូវបានច្រើនក្នុងពេលតែមួយ Henry និង Natalie ក៏ចូលរួមប្រយុទ្ធផងដែរដូច្នេះ Malgasha សម្រេចចិត្តបញ្ជូនជ្រូកធំថ្មីមួយចេញខណៈដែលមេ Golem ប្រយុទ្ធជាមួយជ្រូកធំ Steve ពាក់សម្លៀកបំពាក់ពេជ្ររបស់គាត់ហើយដេញតាម Malgasha អកុសលគាត់ខកខានការវាយប្រហារធំរបស់គាត់ហើយនាងបានបំផ្លាញសម្លៀកបំពាក់របស់គាត់ជាមួយមុនស្នេហ៍របស់នាងបន្ទាប់មកគាត់បោះសុកខ្លះដែលបែកចេញជាមន់ហើយវាក៏ខំនាងផងដែរមេ Golem ត្រូវបានជាឈ្នះដោយជ្រូកធំដូច្នេះកូនត្រូវតែប្រញាប់ឡើង Henry បាញ់គ្រាប់ពេជ្រឡើងទៅកំពូល Portal ហើយវាបញ្ជូនគាត់ទៅកន្លែងនោះភ្លាមពេលដែលជ្រូកធំចិត្តសម្លាប់ Natalie នោះ Down មកដល់ជាមួយ Dennis និងក្រុមឆ្កែព្រៃមួយក្រុមដែលលោតលើជ្រូកធំដើម្បីទប់ស្កាត់វាគួរឲ្យសោកស្ដាយជ្រូកធំមានកម្លាំងខ្លាំងជាងហើយវាបង្អត់ពួកគេចេញមុនពេលបាញ់កាំជ្រួចទៅកាន់ Portal បណ្ដាលឲ្យ Henry ធ្លាក់ចុះមកមុនពេលគាត់អាចឈានដល់គ្រាប់ពេជ្រនៅពេលនោះ Garrett បានមកដល់ជាមួយ Gas ហើយជួយសង្គ្រោះ Henry នៅវិនាទីចុងក្រោយបន្ទាប់មក Henry ប្រាថ្នាចង់មួយចាក់ Gas ឲ្យវាបាញ់បាល់ភ្លើងទៅកាន់ Portal រចនាសម្ព័ន្ធចាប់ផ្ដើមរលាយហើយគ្រាប់ពេជ្រក៏ឈប់ដំណើរការផងដូច្នេះព្រះអាទិត្យក៏ចេញមកវិញពន្លឺព្រះអាទិត្យធ្វើឲ្យសត្វរន្ធត់រលាកហើយ Piglins ក៏ក្លាយជាអ្នកស្លាប់ដើរផងដែរជ្រូកធំយកគ្រាប់ពេជ្រឡើងវិញប៉ុន្តែត្រូវបានមេ Golem បំបត្តិភ្លាមដោយការវាយប្រហារដ៏អស្ចារ្យគ្រាប់ពេជ្រធ្លាក់មកម្ដងទៀតហើយលើកនេះ Natalie ជាប់វា Malgasha មិនមានអំណាចសោតទេហើយ Steve ក៏បំបត្តិនាងយ៉ាងងាយស្រួលប៉ុន្តែគាត់សម្រេចចិត្តបោះបង់នាងទៅវិញមិនសម្លាប់នាងទេដើម្បីឲ្យនាងរៀនរស់នៅដោយភាពច្នៃប្រឌិតបន្ទាប់មកក្រុមក៏ត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញ Steve ប្រាប់ Dennis ឲ្យទៅជាមួយ Down ហើយច្រៀងបទឡាឲ្យគាត់ក្រុមនោះបាត់ទៅក្នុងច្រកមួយហើយបន្ទាប់ពីស្ទាក់ស្ទើរ Steve សម្រេចចិត្តតាមពួកគេទៅដោយចិត្តរួចរាល់ក្នុងការរស់នៅក្នុងពិភពពិតវិញមួយរយៈក្រោយមកហាងរបស់ Garrett ក៏ភ្លឺសតុនក្រុមបានបង្កើតហ្គេមវីដេអូផ្ទាល់ខ្លួនហើយ Garrett និង Steve ក៏ច្រានលេងតន្ត្រីឲ្យកុមារនៅហាង Stop Down និង Dennis បើកសួនសត្វសម្រាប់ឲ្យគេប៉ះពាល់ខណៈ Natalie ចាប់ផ្ដើមបង្រៀនថ្នាក់ការពារខ្លួន Henry ចុងក្រោយក៏សាងសង់ជាតិផាកមួយដែលដំណើរការបានហើយធ្វើឲ្យមនុស្សគ្រប់គ្នានៅសាលាភ្ញាក់ផ្អើលកុំភ្លេចចុចជាវនិងបើកការជូនដំណឹងដើម្បីអាចមើលវីដេអូបែបនេះបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនា